dương về từ lại hành pay từ lơ vì sai từ lơ cyber security nàyវិញ យើងគិតថាហានិភ័យនឹងកើនឡើងដោយសារតែប្រតិបត្តិការច្រើនហើយដូច្នេះហើយភាគីដែលពាក់ព័ន្ធទាំងអស់ក្នុងករណីនេះយើងក៏បានចាប់ផ្ដើមធ្វើការងារមួយចំនួនហើយយើងនឹងបន្តធ្វើការទៀតគ្រប់ភាគីទាំងអស់មានវិស័យធនាគារនិយ័តក៏មានទាំងធនាគារជាតិនៃកម្ពុជាក៏ដូចជាក្រសួងប្រៃសណីនិងទូរគមនាគមន៍ណាភ្នាក់ងារអនុវត្តច្បាប់អគ្គស្នងការនគរបាលជាតិនេះយើងកំពុងពិភាក្សាគ្នាតើយើងត្រូវធ្វើអីបន្ទាប់ទៀតឧទាហរណ៍ថាខាងក្រសួងប្រៃសណីនិងទូរគមនាគមន៍ទៅគាត់ចាប់ផ្ដើមពង្រឹងការគ្រប់គ្រងការលក់ SIM card ណាអ្នកបើកpage ណាអ៊ីនធឺណិតមួយចំនួនដើម្បីឲ្យដឹងអត្តសញ្ញាណបានអត្តសញ្ញាណរបស់អ្នកប្រើប្រាស់នេះឲ្យបានច្បាស់អានឹងក៏ជួយខាងវិស័យធនាគារដែរព្រោះដើម្បីអញ្ចឹងដើម្បីជនដែលប្រព្រឹត្តបទល្មើសនេះភាគច្រើនគាត់ត្រូវការលេខទូរស័ព្ទត្រូវការអ៊ីនធឺណិតដែរដើម្បីជាមធ្យោបាយក្នុងការជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសដែរអញ្ចឹងនៅពេលដែលខាងក្រសួងប្រៃសណីគ្រប់គ្រងខាងនេះបានខាងខ្ញុំនេះក៏ធនាគារក៏ស្រួលដែរហើយអាចបញ្ជាក់អត្តសញ្ញាណបានថាអត្តសញ្ញាណលេខទូរស័ព្ទដែលប្រើ mobile នេះវាដូចលេខទូរស័ព្ទដែលបានចុះបញ្ជីនៅខាងក្រសួងនៅខាងក្រុមហ៊ុនទូរស័ព្ទអត់ណាហើយខាងធនាគារជាតិគាត់ក៏ចាប់ឲ្យបណ្ដាញឲ្យធនាគារទាំងអស់ចាប់ផ្ដើមពង្រឹងសន្តិសុខប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនឲ្យមាំដែរហើយខាងអគ្គស្នងការនគរបាលជាតិនេះគឺនៅពេលដែលមានបទល្មើសយើងសហការមួយគ្នាថាផ្ដល់ព័ត៌មាននេះខ្លះហើយត្រូវតែចំណាត់ការរហ័សមែនទែនព្រោះបទល្មើសនេះកើតភ្លាមលុយនឹងមូសលឿនមែនទែនណាចេញពីមួយទៅមួយមកបាត់លើបើថាចំណាត់ការមិនទាន់ហើយកិច្ចការនេះគឺជាកិច្ចការមួយធំសម្រាប់វិស័យក្នុងការចូលរួមជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ដើម្បីកាត់បន្ថយហានិភ័យនឹងហើយសម្រាប់វិស័យធនាគារក៏ដូចជាស្ថាប័នធនាគារគឺពង្រឹងនិងពង្រីកការអប់រំទៅដល់បុគ្គលិកហើយនឹងអតិថិជនដែលប្រើប្រាស់សេវារបស់ខ្លួនតាក់ទិនទៅនឹងហានិភ័យហើយឲ្យព័ត៌មានខ្លីៗងាយស្រួលដល់គាត់ទាំងអស់ថាគាត់ត្រូវប្រយ័ត្នអីខ្លះណាដើម្បីប្រយោជន៍ដើម្បីការពារនិងកាត់បន្ថយហានិភ័យសម្រាប់គាត់ហើយនៅពេលដែលអ្នកប្រើប្រាស់ប្រយ័ត្នប្រយែងមានចំណេះដឹងខ្ពស់ប្រព័ន្ធធនាគារមានសុវត្ថិភាពអញ្ចឹងទៅហានិភ័យនេះវាអាចកាត់បន្ថយបានច្រើនហើយភាគីផ្សេងទៀតក្នុងពេលដែលមានហានិភ័យកើតឡើងគឺយើងធ្វើចំណាត់ការឲ្យខ្លះណានេះគឺជាកិច្ចការមួយដែលពង្រឹងពង្រីកហើយបន្តធ្វើជាប់ជាប្រចាំហ្មងព្រោះដោយសារតែវាជាអកុសលទាំងថាអ្នកបន្លំនោះវាកាន់តែឆ្លាតទៅណាចេះតែមានមធ្យោបាយល្បិចថ្មីដែរយើងត្រូវតែតាមឲ្យទាន់ការវិវត្តនៃរបៀបរបបនៃការបោកប្រាស់